ជួយលាងចានបោសសម្អាតផ្ទះនិងសាខោអាវទុកឲ្យបានល្អពេលដែលស្រីម៉ៅកំពុងលាងចានស្រាប់តែមានមិត្តភក្តិហៅគេទៅរត់លេងស្រីម៉ៅទុកចានចោលហើយយកបានទៅរត់លេងភ្លាមបន្ទាប់ពីលេងឆ្អែតពួកគេបានចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនបន្ទាប់មកស្រីម៉ៅក៏បានយកអំបោសមកបោសផ្ទះតាមពាក្យម្ដាយដែលបានប្រាប់នៅពេលដែលគេបោសផ្ទះមាន2-3ខែសោកស្រាប់តែមានមិត្តភក្តិ2នាក់ទៀតមកបបួលទៅរត់លេងស្រីម៉ៅក៏ទុកអំបោសចោលបន្ទាប់មកនាងទៅរត់លេងយ៉ាងសប្បាយដោយមិនខកខ្វល់អំពីកិច្ចការដែលខ្លួនកំពុងធ្វើឡើយនៅលឺមួយសន្ទុះធំក្រោយមកពួកគេក៏រត់ចែកផ្លូវគ្នារៀងៗខ្លួនពេលនោះស្រីម៉ៅបានដើរទៅយកខោអាវដែលម្ដាយបានហាលនៅក្រោយផ្ទះយកមកទុកខណៈពេលដែលគេកំពុងតែសាខោអាវស្រាប់តែឃើញក្មេងៗកំពុងរត់លេងទៅវាលស្រែយ៉ាងសប្បាយស្រីម៉ៅក៏បានទុកខោអាវនោះចោលរួចទៅរត់លេងជាមួយពួកម៉ាក់គេបាត់ទៅមួយសន្ទុះក្រោយមកស្រាប់តែមេឃភ្លៀងធំម្ដាយយកបានមកពីផ្សារវិញគាត់ឃើញខោអាវនៅក្រោយផ្ទះមិនបានសាទុកគាត់ក៏រត់ទៅយកខោអាវនិងអំបោសដែលទុកចោលយកមកទុកពេលនោះម្ដាយក៏សួរស្រីម៉ៅរឿងមិនសាខោអាវមិនលាងចានមិនបោសសម្អាតផ្ទះស្រីម៉ៅបានប្រាប់ថាមកពីអាកាសធាតុក្តៅខ្លាំងអាកាសធាតុក្តៅខ្លាំងពេលម្ដាយបានអបរំស្រីម៉ៅថាកូនអើយនេះមិនមែនមកពីលេខក្តៅពេកទេប៉ុន្តែមកពីលេងនោះសាររបស់កូនគ្រប់យ៉ាងគឺមកពីកូនមិនចេះគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវកូនរត់លេងឥតប្រយោជន៍ជនធ្វើនេះបណ្ឌិតដោយធ្វើនោះបណ្ឌិតមិនចោលជំបាច់ច្បាស់កិច្ចការងារណាមួយគ្រូប្រាប់គេស្រីម៉ៅឮដូច្នេះក៏យល់ពីកំហុសរបស់ខ្លួននាងបានសុំទោសម្ដាយហើយសន្យាថានឹងរៀនគ្រប់គ្រងពេលវេលាឲ្យបានល្អហើយធ្វើកិច្ចការផ្ទះឲ្យរួចមុននឹងទៅរត់លេងជាមួយមិត្តភក្តិចាប់ពីពេលនោះមកស្រីម៉ៅបានតែជាក្មេងស្រីដែលចេះគ្រប់គ្រងពេលវេលាត្រឹមត្រូវនាងបានធ្វើកិច្ចការផ្ទះឲ្យហើយសពគ្រប់មុននឹងទៅធ្វើអីផ្សេងទៀតគិតគំនិតអប់រំការចេះ
គោរពពេលវេលាគឺជាបន្ទុកទំទប់នៃវិលំបលាតនិងល្អមួយដែលកុមារគ្រប់រូបត្រូវតែ